បាទសូមជម្រាបសួរបាទបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំចូលមកធ្វើការផ្លាស់ប្ដូរនៅតម្រុយបន្តទៀតសម្រាប់ម៉ោង 6:30 ហើយនៅក្នុងថ្ងៃនេះគឺថ្ងៃទី8ហើយខ្ញុំផ្លាស់ប្ដូរសម្រាប់ថ្ងៃទី9បាទហើយសម្រាប់បងប្អូនដែលចូលមកទស្សនានៅក្នុងវីដេអូមួយនេះបាទបងប្អូនជួយចិត្តកុំភ្លេចជួយចុច like បាទអញ្ចឹងជាដំបូងខ្ញុំសូមធ្វើការផ្លាស់ប្ដូរថ្ងៃខែហើយនៅក្នុងវីដេអូមួយនេះគឺយើងបន្តទៅថ្ងៃទី9មកខែ7ឆ្នាំ2020បាទ6បាទអញ្ចឹងលទ្ធផលនៅក្នុងថ្ងៃទី8នេះខ្ញុំឲ្យ96និង19បាទហើយឃើញថាដូចជាចូល19បងប្អូនខ្ញុំអត់បានទៅទៀងទាត់បន្ថែមទេដើម្បីកុំឲ្យវីដេអូមួយនេះវែងពេកបាទអញ្ចឹងលទ្ធផលដែលខ្ញុំមាននៅក្នុងថ្ងៃនេះគឺ2ខ្ទង់ដោយសពដងបាទសម្រាប់បងប្អូនដែលចូលមកទស្សនានៅក្នុងវីដេអូមួយនេះហើយអត់ទាន់បានចុច Subscribe បាទឬក៏ចុចជាវហើយសូមបងប្អូនទាំងអស់គ្នាចុច Subscribe ឬក៏ចុចជាវបាទម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូជារៀងរាល់ថ្ងៃបាទចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំមានចំនួន2បាទគឺមានខ្ទង់កៅបងប្អូនបាទទី1គឺខ្ញុំមានកៅ7បាទទី2គឺមានកៅគត់បាទហើយសម្រាប់បងប្អូនដែលចូលចិត្តនៅក្នុងវីដេអូមួយនេះកុំភ្លេចជួយចុច like បាទរបៀបនៃការកំសាន្តគឺយើងរួងឬក៏ត្រឡប់បាទដើម្បីបានត្រូវញឹកញាប់អញ្ចឹងកំសាន្តតិចតួចតាមដែលអាចធ្វើទៅបានព្រោះថាតម្រុយវាមានខុសហើយនឹងត្រូវអញ្ចឹងទៅនៅក្នុងវីដេអូមួយនេះគឺមានប៉ុណ្ណឹងទេបាទសូមអរគុណសម្រាប់ការតាមដាននិងសូមគោរពលា